គេដែលទទួលបាន make up មួយដ៏ស្រស់ស្អាតđóគឺគេអាចចោលបានជាមួយនឹង mascara ឡើយចំណុចដែលតាក់ទាញលេចធ្លោជាងគេនៅក្នុងការ make up គឺនៅតំបន់ភ្នែកនឹងឯងជាពិសេសគឺកន្លែងរោមភ្នែកនឹងតែម្ដងដូច្នេះហើយទៅការ make up នីមួយៗគឺគេអាចផ្លេចបានជាមួយនឹង mascara ប៉ុន្តែការ make up ដែលស្អាតលេចធ្លោតាក់ទាញក៏ត្រូវប្រើប្រាស់ជាមួយនឹង mascara ដែលល្អ mascara ដែលមានគុណភាពដែលល្បីនិងពេញនិយមប្រើនិងជា brand ដែលគេទទួលស្គាល់ផងដែរទើបអាចធ្វើឲ្យការ make up មួយនោះមានភាពលេចធ្លោស្អាតតាក់ទាញពិតប្រាកដចំពោះ mascara បែបហ្នឹងគឺបងអាចជ្រើសរើសប្រើជាមួយនឹង brand Kiss Me និង brand Canmake ដែលយើងណែនាំនៅក្នុងវីដេអូនឹងបានជា brand របស់ជប៉ុនមួយដែលកំពុងតែផ្ទុះខ្លាំងនៅប្រទេសជប៉ុនហ្មង Kiss Me mascara set គឺជាឈុត mascara ដែលគេមកជាមួយនឹងទឹក remover ឈុត Kiss Me mascara នេះគឺមានលក្ខណៈពិសេសត្រង់ថាគឺជាប្រភេទ mascara ដែលជាប់បានយូរខ្លាំងជាប្រភេទ mascara ដែលធន់នឹងទឹកធន់នឹងញើសអាចនិយាយបានថា waterproof តែម្ដងហេតុផលដែលគេមកជាឈុតជាមួយនឹងទឹក remover នេះគឺដោយសារតែ mascara នេះបើសិនជាលាងសម្អាតជាមួយនឹង foam ឬក៏ cleansing គឺអាចលាងសម្អាតបានជ្រះល្អឯងចឹងសម្រាប់ពីរឈុតនេះដែរគឺអត្ថប្រយោជន៍ខុសគ្នាបងសម្រាប់ពណ៌ផ្កាឈូកគឺស័ក្តិសមសម្រាប់អ្នកដែលគាត់មានរោមភ្នែកខ្លីៗចង់បានរោមភ្នែកវែងងស្អាតដោយមិនចាំបាច់តរោមភ្នែកបងអាចប្រើជាមួយនឹង Kiss Me mascara ពណ៌ផ្កាឈូកបានពណ៌ស្វាយគឺស័ក្តិសមសម្រាប់អ្នកដែលគាត់មានរោមភ្នែកស្ដើងប្រើជាមួយនឹង mascara Kiss Me នេះគឺឃើញរោមភ្នែកក្រាស់ស្អាតដូចបានតរោមភ្នែកអញ្ចឹងនេះគឺជាប្រភេទ mascara brand Canmake ជា brand ដែលល្បីខ្លាំងទៅលើគ្រឿង make up នឹងតែម្ដងដែលយើងមានជាប្រភេទដងតូចហើយនិងដងធំអញ្ចឹងមួយនេះគឺជាប្រភេទ mascara ដងតូច brand Canmake ឃើញគេមានដងតូចអញ្ចឹងណាប៉ុន្តែពេលលាបលើរោមភ្នែកទៅឃើញរោមភ្នែកងក្រាស់ស្អាតខ្លាំងមែនតើសំខាន់ប្រើទៅជាប់បានយូរអត់ស្អិតអត់ប្រតែបងមើលតែវីដេអូដែលគេអនុវត្តផ្ទាល់គឺដឹងហើយថាដងតូចមែនប៉ុន្តែពេលលាបលើរោមភ្នែកទៅឃើញរោមភ្នែកឡើងងស្អាតក្រាស់ហ្មងបើ mascara Canmake ដងធំនេះវិញអ្នកអត់សូវមានរោមភ្នែកស្ដើងប្រើ mascara នេះហើយគឺអត់ដឹងថារោមភ្នែកមកពីណាគឺឃើញក្រាស់ងស្អាតហ្មងសំខាន់ប្រើទៅជាប់បានយូរហើយធន់នឹងទឹកធន់នឹងញើសទៀតវីដេអូមួយនេះគឺជនជាតិជប៉ុនគាត់ប្រើប្រាស់ផ្ទាល់តែម្ដងរោមភ្នែកគាត់គឺសឹងតែអត់មានឯគ្រាន់តែលាបជាមួយនឹង mascara នេះភ្លាមគឺឃើញរោមភ្នែកមានភ្លាមហ្មងអញ្ចឹងសម្រាប់បងប្អូនណាដែលចង់បាន mascara ដែលល្អនិងពេញនិយមប្រើទាំងអស់នេះគឺបងប្អូនអាចរកទិញបាននៅហាងលក្ខស្រីយាយើងទាំងពីរសាខាទី1គឺនៅបូរីពេញហួតបឹងស្នោសាខាទី2គឺនៅបឹងកេងកងឬក៏បងប្អូនអាចcommentតាម page Instagram TikTok ឬក៏ Telegram ក៏បានយើងក៏មានជា Telegram ក្រុមដើម្បីឲ្យបងប្អូនតាមដានអីវ៉ាន់ថ្មីដែរណាបងប្អូនអាចចុចតាម link ឬក៏ QR មួយនេះបានសម្រាប់ហាងយើងគឺបើកជារៀងរាល់ថ្ងៃចំពោះម៉ោងហើយនិងពេលវេលាគឺយើងនឹងដាក់នៅចុងវីដេអូនេះ